ក្រុមអាជីវករនិងពលរដ្ឋផ្សារព្រែកសណ្ដែកនាំគ្នាតវ៉ាស្នើសុំឲ្យម្ចាស់ភាសីផ្អាកការសាងសង់សំណង់រឹងដែលបិទផ្លូវកំពង់ចម្លងខណៈម្ចាស់ភាសីអះអាងថាខ្លួនក៏មិនចង់ធ្វើដែរតែដោយសារមានការអនុញ្ញាតក្រុមអាជីវករនិងប្រជាពលរដ្ឋជាច្រើនអ្នកដែលអាស្រ័យផលនៅតំបន់ផ្សារព្រែកសណ្ដែកស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែងបាននាំគ្នាតវ៉ាប្រឆាំងនឹងសកម្មភាពសាងសង់សំណង់រឹងរបស់ម្ចាស់ភាសីផ្សារដោយបារម្ភថាសំណង់នេះនឹងបិទជិតផ្លូវចុះឡើងនៃកំពង់ចម្លងសមាគមដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ឆ្លងកាត់រវាងខេត្តព្រៃវែងនិងខេត្តកំពង់ចាមលោកស្រីណៃរមនីតំណាងអាជីវករដែលរស់នៅឃុំល្វេស្រុកកោះសុទិនខេត្តកំពង់ចាមបានលើកឡើងថាការសាងសង់នៅចំណុចនេះមិនត្រូវបានដឹងឮឬទទួលបានការគាំទ្រពីសំណាក់អាជីវករនិងពលរដ្ឋឡើយព្រោះទីតាំងនេះជាចំណុចយុទ្ធសាស្ត្រសម្រាប់កំពង់ចម្លងឡើងចុះដែលគ្រប់គ្រងដោយសមាគមត្រើយខាងស្រុកកោះសុទិនដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ទៅវិញទៅមករបស់មហាជនក្នុងនាមរូបលោកស្រីជាអ្នកមករកស៊ីលក់ដូរនៅផ្សារព្រែកសណ្ដែកនិងជាតំណាងពលរដ្ឋនៅត្រើយខាងស្រុកកោះសុទិនលោកស្រីក៏បានស្នើឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់មេត្តាជួយអន្តរាគមន៍ផ្អាកការសាងសង់សំណង់រឹងរបស់លោកសេងវ៉ាដែលជាម្ចាស់ភាសីផ្សារពាក់ព័ន្ធនឹងការចាត់ប្រកាន់នេះលោកសេងវ៉ាម្ចាស់ភាសីផ្សារព្រែកសណ្ដែកបានបកស្រាយប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី22ខែមករាឆ្នាំ2026ថាការដែលលោកសម្រេចចិត្តសាងសង់សំណង់រឹងធ្វើជាស្នាក់ការផ្សារនេះគឺដោយសារមានការឯកភាពពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រៃវែងរួចរាល់ហើយទោះបីជាក្នុងចិត្តលោកផ្ទាល់មិនសូវចង់ធ្វើបែបនេះក៏ដោយសង្កេតឃើញនៅការតវ៉ាកាន់តែខ្លាំងក្លារវាងក្រុមអាជីវករនិងម្ចាស់ភាសីនៅព្រឹកថ្ងៃដដែលនោះអាជ្ញាធរខេត្តព្រៃវែងដឹកនាំដោយលោកសេរីវ៉នអនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តរួមជាមួយលោកតុងប្រុសអភិបាលរងស្រុកស៊ីធរកណ្ដាលនិងអាជ្ញាធរឃុំពាក់ព័ន្ធទាំងសងខាងបានចុះទៅសម្របសម្រួលដោយផ្ទាល់ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហានេះអាជីវករនិងអាជ្ញាធរមូលដ្ឋានខាងស្រុកកោះសុទិននៅតែរក្សាជំហរដាច់ខាតមិនឲ្យមានការសាងសង់សំណង់រឹងបិទផ្លូវនៅទីនោះឡើយជាលទ្ធផលបន្ទាប់ពីទទួលបានសំណូមពរដ៏ទទូចពីភាគីពាក់ព័ន្ធលោកសេរីវ៉ននិងលោកតុងប្រុសបានសម្រេចកសាងកំណត់ហេតុនិងប្រមូលយកសំណើរបស់ប្រជាពលរដ្ឋទាំងអស់ដើម្បីដាក់ជូនទៅថ្នាក់ខេត្តពិនិត្យនិងសម្រេចដោះស្រាយជាផ្លូវការនៅពេលក្រោយដោយសន្យាថានឹងរក្សានូវផលប្រយោជន៍រួមជាធំ